ចាបងប្អូនខ្លះអត់ទាន់បានទទួលលិខិតបងប្អូនឡានណាជួនកាលគេផ្ញើតាមខោខតុកបងប្អូនជាសាររបៀបនេះហើយយើងចូលទៅមើលទៅបើកភាពថាប៊ុនសហាក់អ៊ីនហាគីនៅពេលដែលបើកក្នុងហ្នឹងហើយវាមានឃើញតម្លៃអីហើយឬក៏លេខកង់លេខអីត្រូវបង់ម៉ានអីម៉ានមាននៅក្នុងហ្នឹងហើយចឹងបងប្អូនបង់ចូលទៅតាមហ្នឹងក៏បានដែរប៉ុន្តែបើសិនជាអត់ទាន់ឃើញกระดาษហើយអត់ទាន់ឃើញពិសេសអីទៀតសូមរងចាំពី3ថ្ងៃទៀតមើលរងចាំអត់ឃើញហើយចាំបងប្អូនចូលទៅមើលកម្មវិធីKyotong Minwon 23ម្ដងយើងចូលទៅមើលក្នុងនោះហើយមានជាពាក់ពន្ធពាក់អីផ្សេងឬកពិន័យផ្សេងគឺយើងអាចមើលដឹងបានដែរអញ្ចឹងបើសិនជាមានឃើញមានអីមួយហើយយើងបង់នៅតាមនោះក៏បានដែរអត់មានបញ្ហាអីទេតែគ្រាន់ថាចាំមើលសិនចាំអត់មានអីមកចាំយើងទៅឆែកនៅKyotong Minwon 23